សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 361 Healthy របស់យើងសាជាថ្មីនៅក្នុងថ្ងៃនេះយើងនឹងរៀបរាប់អំពីសារធាតុចិញ្ចឹមឬរ៉ែដ៏សំខាន់បំផុតមួយសម្រាប់សុខភាពផ្លូវភេទបុរសនៅក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនដែលរាងកាយមនុស្សត្រូវការសារធាតុស័ង្កសី Zinc គឺជាប្រភេទរ៉ែដ៏សំខាន់បំផុតមួយដែលមានតួនាទីយ៉ាងសកម្មក្នុងការទ្រទ្រង់មុខងារជាច្រើនរបស់រាងកាយចាប់តាំងពីប្រព័ន្ធការពាររាងកាយរហូតដល់ការព្យាបាលរបួសប៉ុន្តែអ្វីដែលបុរសជាច្រើនប្រហែលជាមិនទាន់បានដឹងច្បាស់នោះគឺស័ង្កសីមានសារៈសំខាន់ជាចម្បងសម្រាប់សុខភាពផ្លូវភេទនិងប្រព័ន្ធបន្តពូជរបស់បុរសអត្ថបទនេះនឹងបកស្រាយយ៉ាងលម្អិតអំពីមូលហេតុដែលស័ង្កសីត្រូវបានគេចាត់ទុកថាជាធាតុរ៉ែស្នូលសម្រាប់បុរសទី1ស័ង្កសីនិងកម្រិតអរម៉ូនតេស្តូស្តេរ៉ូនអរម៉ូនតេស្តូស្តេរ៉ូនគឺជាអរម៉ូនភេទដ៏សំខាន់បំផុតរបស់បុរសដែលគ្រប់គ្រងលើចំណង់ផ្លូវភេទការផលិតមេជីវិតឈ្មោលដង់ស៊ីតេឆ្អឹងនិងម៉ាស់សាច់ដុំការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកម្រិតជាតិស័ង្កសីនៅក្នុងរាងកាយនិងកម្រិតអរម៉ូនតេស្តូស្តេរ៉ូនតួនាទីក្នុងការផលិតអរម៉ូនស័ង្កសីដើរតួជាកត្តាសហការសម្រាប់អង់ស៊ីមជាច្រើនដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងដំណើរការផលិតអរម៉ូនតេស្តូស្តេរ៉ូនកង្វះជាតិស័ង្កសីអាចរំខានដល់ដំណើរការនេះដែលនាំឲ្យការផលិតអរម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះផលប៉ះពាល់នៃកង្វះជាតិស័ង្កសីបុរសដែលមានកង្វះជាតិស័ង្កសីត្រូវបានគេរកឃើញថាមានកម្រិតអរម៉ូនតេស្តូស្តេរ៉ូនទាបជាងធម្មតាការធ្លាក់ចុះនេះអាចបង្កឲ្យមានបញ្ហាជាច្រើនដូចជាការថយចុះចំណង់ផ្លូវភេទបញ្ហាលឹងមិនឡើងរឹងអស់កម្លាំងនិងខ្វះថាមពលការបាត់បង់ម៉ាស់សាច់ដុំការបំប៉នជាតិស័ង្កសីឲ្យបានគ្រប់គ្រាន់អាចជួយឲ្យបុរសដែលមានកង្វះជាតិស័ង្កសីអាចបង្កើនកម្រិតអរម៉ូនតេស្តូស្តេរ៉ូនរបស់ពួកគេឡើងវិញបានទី2ស័ង្កសីនិងសុខភាពមេជីវិតឈ្មោលគុណភាពនិងបរិមាណរបស់មេជីវិតឈ្មោលគឺជាកត្តាកំណត់ដ៏សំខាន់សម្រាប់លទ្ធភាពក្នុងការមានកូនរបស់បុរសស័ង្កសីមានតួនាទីយ៉ាងសំខាន់នៅក្នុងគ្រប់ដំណាក់កាលនៃសុខភាពមេជីវិតឈ្មោលការលូតលាស់និងការបង្កើតមេជីវិតឈ្មោលជាតិស័ង្កសីគឺចាំបាច់សម្រាប់ដំណើរការបំបែកកោសិកានិងការសំយោគ DNA ដែលជាស្នូលនៃការបង្កើតមេជីវិតឈ្មោលថ្មីៗគុណភាពនិងចលនារបស់មេជីវិតឈ្មោលស័ង្កសីជួយការពារមេជីវិតឈ្មោលពីការខូចខាតដែលបង្កឡើងដោយរ៉ាឌីកាល់សេរីដោយសារតែមានលក្ខណៈប្រឆាំងអុកស៊ីតកម្មលើសពីនេះទៅទៀតវាជួយពង្រឹងកន្ទុយនិងភ្នាះខាងក្រៅរបស់មេជីវិតឈ្មោលដែលធ្វើឲ្យពួកវាអាចធ្វើចលនាបានល្អនិងមានសមត្ថភាពក្នុងការទម្លុះចូលទៅក្នុងស៊ុតរបស់ស្ត្រីកំហាប់ខ្ពស់ក្នុងទឹកកាមរាងកាយបុរសប្រមូលផ្ដុំជាតិស័ង្កសីក្នុងកម្រិតខ្ពស់បំផុតនៅក្នុងក្រពេញប្រូស្តាតនិងទឹកកាមកម្រិតស័ង្កសីទាបត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំនួនមេជីវិតឈ្មោលតិចនិងគុណភាពមេជីវិតឈ្មោលមិនល្អដែលអាចនាំទៅរកបញ្ហាអសមត្ថភាពបន្តពូជទី3ស័ង្កសីនិងសុខភាពក្រពេញប្រូស្តាតក្រពេញប្រូស្តាតគឺជាសរីរាង្គដ៏សំខាន់មួយនៅក្នុងប្រព័ន្ធបន្តពូជរបស់បុរសដែលត្រូវការជាតិស័ង្កសីក្នុងកម្រិតខ្ពស់ដើម្បីដំណើរការបានជាប្រក្រតីការរលាកនិងការរីកធំស័ង្កសីជួយគ្រប់គ្រងការរលាកនៅក្នុងក្រពេញប្រូស្តាតកម្រិតស័ង្កសីគ្រប់គ្រាន់ត្រូវបានគេជឿថាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរីកក្រពេញប្រូស្តាតដែលជាលក្ខខណ្ឌមួយដែលកើតមានជាញឹកញាប់ចំពោះបុរសដែលមានអាយុច្រើនហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតការសិក្សាមួយចំនួនបានបង្ហាញឲ្យឃើញថាកម្រិតស័ង្កសីទាបនៅក្នុងជាលិកាក្រពេញប្រូស្តាតអាចមានទំនាក់ទំនងជាមួយនឹងការកើនឡើងនៅហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតផ្ទុយទៅវិញកម្រិតស័ង្កសីខ្ពស់អាចមានតួនាទីការពារកោសិកាពីការផ្លាស់ប្ដូរទៅជាកោសិកាមហារីកតើគួរទទួលបានជាតិស័ង្កសីពីប្រភពណាខ្លះដើម្បីធានាបាននូវសុខភាពផ្លូវភេទល្អបុរសគ្រប់រូបគួរតែយកចិត្តទុកដាក់ទៅលើការទទួលទានជាតិស័ង្កសីឲ្យបានគ្រប់គ្រាន់តាមរយៈរបបអាហារប្រចាំថ្ងៃប្រភពអាហារដែលសម្បូរជាតិស័ង្កសីរួមមាន
ប្រភពអាហារសាច់ Oyster គឺជាប្រភពជាតិស័ង្កសីដ៏សំខាន់មួយក្រៅពីនេះមានដូចជាក្តាម បង្កង គ្រំ សាច់គោ សាច់ចៀម និងសាច់ជ្រូកគឺជាប្រភពដ៏ល្អសាច់មាន់ជាពិសេសផ្នែកផ្លូវក៏មានជាតិស័ង្កសីច្រើនគួរសមដែរប្រភពគ្រាប់ធញ្ញជាតិនិងគ្រាប់រុក្ខជាតិគ្រាប់ almond walnut គ្រាប់ស្វាយចន្ទីនិងគ្រាប់ធញ្ញជាតិផ្សេងៗទៀតក្រៅពីនេះស៊ុតនិងសូកូឡាខ្មៅក៏ជាប្រភពដ៏ល្អនៃស័ង្កសីផងដែរការប្រើប្រាស់អាហារបំប៉នស័ង្កសីក្នុងករណីដែលរបបអាហារមិនអាចផ្ដល់ជាតិស័ង្កសីបានគ្រប់គ្រាន់ឬក្នុងករណីមានលក្ខខណ្ឌខ្វះខាតជាក់លាក់ការប្រើប្រាស់អាហារបំប៉នស័ង្កសីអាចជាជម្រើសមួយទោះជាយ៉ាងណាក៏ដោយការពិគ្រោះជាមួយវេជ្ជបណ្ឌិតឬអ្នកជំនាញផ្នែកសុខភាពគឺជារឿងចាំបាច់បំផុតមុនពេលចាប់ផ្ដើមប្រើប្រាស់អាហារបំប៉នណាមួយការទទួលទានជាតិស័ង្កសីលើសកម្រិតអាចបង្កផលប៉ះពាល់ដូចជាការក្អួតចង្អោរនិងអាចរំខានដល់ការស្រូបយកជាតិតុងដែងរបស់រាងកាយសេចក្តីសន្និដ្ឋានសរុបមកជាតិស័ង្កសីមិនមែនគ្រាន់តែជាសារធាតុរ៉ែធម្មតានោះទេវាគឺជាសមាសភាពស្នូលដែលទ្រទ្រង់សុខភាពផ្លូវភេទនិងប្រព័ន្ធបន្តពូជរបស់បុរសឲ្យដំណើរការពេញលេញរាប់តាំងពីការជួយផលិតអរម៉ូនតេស្តូស្តេរ៉ូនរហូតដល់ការធានាគុណភាពមេជីវិតឈ្មោលនិងជួយដល់សុខភាពក្រពេញប្រូស្តាតតួនាទីរបស់ស័ង្កសីគឺមិនអាចខ្វះបានឡើយការមានតុល្យភាពនៃជាតិស័ង្កសីតាមរយៈរបបអាហារដែលសម្បូរសារធាតុចិញ្ចឹមគឺជាការវិនិយោគដ៏ឈ្លាសវៃសម្រាប់សុខភាពរយៈពេលវែងនិងសុភមង្គលក្នុងជីវិតផ្លូវភេទរបស់បុរសគ្រប់រូបសូមអរគុណសម្រាប់ការទស្សនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe Channel 361 Healthy ដើម្បីទទួលបានវីដេអូថ្មីៗស្ដីអំពីចំណេះដឹងសុខភាពពី Channel របស់យើងខ្ញុំបន្ថែមទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសូមជម្រាបលា